អូខេបងប្អូនគ្នាឃើញថារូបភាពហ្នឹងគឺរស់រវើកជាមួយនឹង background របស់យើងទាញមកទៅខាងណាក៏វាអាច load មកបង្ហាញយើងដែរអូខេសួស្តីអ្នកនរគ្នាហើយនៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអ្នកគ្នាទាក់ទងជាមួយនឹងរបៀបនៃការដាក់ live background ឬក៏យើងហៅថា video background អញ្ចឹងដើម្បីដាក់វាបានគឺលុះត្រាតែបងប្អូនទាំងអស់គ្នាមាន Windows ចាប់ពី Windows 10ឡើងទៅហើយមួយវិញទៀតអ្វីដែលខ្ញុំត្រូវ recommend នោះគឺកម្លាំងម៉ាស៊ីនរបស់ computer បើសិនជាបងប្អូនមានកម្លាំងម៉ាស៊ីន computer ខ្សោយគឺខ្ញុំមិន recommend ឲ្យដាក់ទេដោយសារតែកម្មវិធីហ្នឹងគឺ PC spec យើងធំបន្តិចហើយពេលខ្លះយើងបើកគ្រឿង computer មកវាអាចវាប៉ះពាល់ដល់ល្បឿនក្នុងការប្រើប្រាស់របស់បងប្អូនទាំងគ្នាដែរដូច្នេះបងប្អូនទាំងគ្នាត្រូវមានMicrosoft Store ហើយបន្ទាប់ទៀតមកគឺយើង search មកនៅក្នុងនេះគឺយើង search ដាក់ពាក្យថា background live ឬក៏ live background ក៏បានដែរហើយបន្ទាប់ទៀតមកបងប្អូនកលេចឃើញកម្មវិធីមួយដែលនៅខាងស្ដាំដៃសំទោសខាងឆ្វេងដៃហើយយើងចុចពាក្យ get ឬក៏ install ហ្នឹងមកអញ្ចឹងយើងរងចាប់វាមក plan អូខេក្រោយពេលដែលយើង download បានគឺវាបង្ហាញពាក្យថា open អញ្ចឹងបងប្អូនទាំងគ្នាអាចបើកវាប្រើប្រាស់បានហើយខ្ញុំចុច minimize Microsoft Store ទុកមួយឡែកសិនដើម្បីដំណើរការកម្មវិធីនេះហើយនៅក្នុងនេះគឺយើងអាចដាក់បញ្ចូលរូបភាពតាមដែលបងប្អូនពេញចិត្តក៏បានហើយរូបភាពចេញពី YouTube ក៏បានដែរ